almost half of Cambodians don't have access to clean drinking water. Annual flat ហ្នឹងគឺកើតឡើងជារៀងរាល់ឆ្នាំទៅលើប្រជាពលរដ្ឋដែលគាត់រស់នៅក្នុងតំបន់ដីទាប Women have been subject to a lot of harassment, sexual exploitation and other kinds of abuse. ជួនកាលគាត់ស្វិតស្រូវតែខ្វះទឹក Poverty is so widespread. There are lots of needs in every province. We are working in Kampong Thom, Krache, Previher and Stung Treng. ខេត្ត9នេះគឺជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិអុកស្វាមបានរកឃើញថាមានប្រជាជនអ្នកក្រីក្រជាច្រើនដែលគាត់ពឹងអាស្រ័យលើធនធានធម្មជាតិទាំងអស់នេះសម្រាប់ការដោះស្រាយនៅជីវភាពរស់នៅរបស់ពួកគាត់ប៉ុន្តែជារឿយៗពួកគាត់មិនត្រូវបានគេទទួលស្គាល់អំពីសិទ្ធិនៃការប្រើប្រាស់ធនធានធម្មជាតិរបស់ពួកគាត់ Oxfam's country program is called Social Transformation through Resilience, Empowerment and Innovation. So it puts together the recognition of Oxfam of the fact that poverty is multifaceted. And if you really want to make a difference in the picture of poverty, you will have to address several key aspects of the poverty. នាងខ្ញុំឈ្មោះភុនសាលីមុខរបរចិញ្ចឹមជីវិតគឺធ្វើស្ករត្នោតមួយមុខតំណងប្តីខ្ញុំឡើងគៀបយកទឹកមកខ្ញុំអ្នកល្ងាស់កាត់ជាស្ករកាលពីពេលដើមខ្ញុំមិនដែលស្គាល់អង្គការអុកស្វាមបារម្ភពីរុយកាក់នឹងឯងដូចថាក្នុងមួយថ្ងៃហ្នឹងរបានតែហូបតែមួយថ្ងៃហ្នឹងមិនចង់គ្រាន់ផងព្រោះក្រុមស្ករត្នោតវិញអុកស្វាមបានធ្វើការចងក្រងគាត់ទៅជាក្រុមសហគមន៍ដើម្បីស្វែងរកបច្ចេកទេសថ្មីៗដើម្បីកែច្នៃស្ករគាត់ឲ្យមានតម្លៃខ្ពស់ដូច្នេះអ្វីដែលអុកស្វាមបានធ្វើបាននាំគាត់ទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តកំពង់ឆ្នាំងដែលមានក្រុមដែលគាត់ផលិតស្ករហុយពេលដែលខ្ញុំទៅទស្សនកិច្ចពីគេនោះខ្ញុំសិក្សាពីគេមកដូចថាទឹកត្នោតល្អអនាម័យល្អបានចេះធ្វើបានកើនឡើងមកសប្តាហ៍ថ្ងៃនេះ 100% រឿងស្ករហុយកាលពីមុនមករដូវយើងរកបានសល់ប្រហែលជា2លានទៅ3លានរៀលមកសប្តាហ៍ថ្ងៃនេះតាំងពីយើងបានធ្វើស្ករហុយនឹងកើនឡើងដល់តែ4ទៅ5លានអង្គការអុកស្វាមនិងអង្គការទ្រទ្រង់ស្ត្រីខ្មែរគាត់មកបង្រៀនក្រុមកែច្នៃខ្ញុំដូចជាខាងដីធ្លីក៏បានបង្រៀនខាងរកទីផ្សារពួកគាត់បង្រៀនដូចថាអំពីសិទ្ធិនារី We are committed to make sure that these projects makes a difference in the lives of women and the unequal opportunities they actually have. That we are also transforming relationships or power relationships between men and women. ស្រីក្នុងឆាកជីវិតគាត់មានការផ្លាស់ប្ដូរគាត់ពីដើមគាត់មិនសូវយកចិត្តទុកដាក់ចូលរួមប្រហែលទេគាត់នៅផ្ទះដល់ឥឡូវលើការប្រជុំគាត់ចូលរួមមុនមកស្រែកប្តីទេឥឡូវស្រីគេរកដូចទៅប្រុសយើងដែរអង្គការទ្រទ្រង់ស្ត្រីខ្មែរបានទទួលជំនួយបច្ចេកទេសនិងថវិកាពីអង្គការអុកស្វាមហើយអង្គការបានជួយទៅដល់សហគមន៍ដើម្បីបង្កើនមុខរបរតាមរយៈការពង្រឹងសមត្ថភាពជំនាញអាជីវកម្មនិងការពង្រឹងសមត្ថភាពស្ត្រីក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋានឥឡូវនេះពួកគាត់មានប្រាក់ចំណូលកើនឡើងនិងមានសមត្ថភាពក្នុងការត្រៀមបង្ការទៅនឹងគ្រោះភ័យនៃគ្រោះមហន្តរាយខ្ញុំឈ្មោះពុំយឹមនៅក្នុងភូមិចំបក់ក្នុងផ្សារខ្ញុំលក់ត្រីស្រស់មានត្រីស្រស់មានត្រីឆ្អើរមានត្រីងៀតមានផ្អកមានត្រីបង្ហើមគាត់ជាអ្នកក្រីក្រគាត់មិនមានលុយក្នុងការទិញតូបដើម្បីលក់ផលិតផលរបស់គាត់អញ្ចឹងស្ត្រីទាំងអស់នោះត្រូវបានចងក្រងជាក្រុមដើម្បីធ្វើការតស៊ូមតិជាមួយនឹងអាជ្ញាធរដែនដីដើម្បីស្វែងរកទីកន្លែងលក់ឲ្យបានសមស្រប2គីឡូត្រីនេះបង2គីឡូបងយកទីយ៉ាទៀតទេបងក្រោយពីបង្កើតជាក្រុមហើយយើងដាក់សំណើទៅប្រជុំរួមនៅឃុំហើយដាក់សំណើសុំគាត់សុំដីសម្រាប់សង់តូបដាក់ផលិតផលលក់ហ្នឹងហើយនឹងកន្លែងលក់នៅក្នុងផ្សារមួយហើយឃុំក៏បានដាក់សម្រាប់ថាឲ្យហើយតូបហ្នឹងក៏សង់រួចជាស្ថាពរហើយបានលក់សប្តាហ៍ថ្ងៃហ្នឹងអ្វីដែលយើងធ្វើកន្លងហើយពាក់ព័ន្ធនឹងការសហគមន៍ព្រៃឈើក៏ដូចសហគមន៍នេសាទកន្លងហើយជាមួយអង្គការអូស្វាមនេះគឺថាយើងមានដំណើរការវារីកចម្រើនធ្វើឲ្យមនុស្សនឹងឯងយល់គ្នាទៅវិញទៅមកបានន័យថាចេះជួយគ្នាទៅវិញទៅមកហើយមនុស្សស្រឡាញ់គ្នាហើយមានអធ្យាស្រ័យគ្នាពីមុនយើងមិនទាន់មានតូបអីយើងអាចរកចំណូលបានទៅត្រឹមតែ 10,000 អីទេក្នុងមួយខែនៅពេលដែលយើងបានតូបហើយយើងអាចបានទៅដល់ 20,000
ពីមុនមកបើសិនជាមានគ្រោះទឹកជំនន់ឬក៏គ្រោះរាំងស្ងួតនាងខ្ញុំបារម្ភថាខ្ញុំគ្មានមុខរបរសម្រាប់ពឹងផ្អែកដល់ពេលឥឡូវទោះបីតែមានគ្រោះទឹកជំនន់ឬក៏គ្រោះរាំងស្ងួតខ្ញុំមិនសូវអារម្មណ៍ព្រោះមានមុខរបរនៅទីផ្សារសម្រាប់ផ្គត់ផ្គង់ទៅមុខទៀត When they become strong in livelihood, they can alleviate their poverty. It means that they improve their capacity. When their livelihood is improved, they will have more, energy and capacity to learn more, and then they can apply those knowledge to reduce their own risk. នាងខ្ញុំទទួលបានវគ្គបណ្ដុះបណ្ដាលស្ដីពីការកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្តរាយនិងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុពីអង្គការ Oxfam នាងខ្ញុំនឹងដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍឃុំនិងគម្រោងអង្គការនាងខ្ញុំផ្ទាល់ នាងខ្ញុំហូរីផាលីននៅក្នុងភូមិនេះគឺសបោជឿចង់ជឿទឹកឲ្យអ្នកភូមិគាត់ប្រមូលពីព្រៃមកលក់ឲ្យអ្នកផ្សារនៅក្នុងតម្លៃមួយដែលមិនប្រកបវិជ្ជា កាលណាតែមានជឿទឹកជាបរិវត្តក្នុងសហគមន៍ទៅលក់វាមានការវាអត់សមស្របនឹងទីផ្សារយ៉ាងចឹងទៅគាត់ត្រូវបង្កើតឲ្យមានសហគមន៍មួយសម្រាប់ទិញពីជាបរិវត្តឲ្យតម្លៃសមរម្យកុំឲ្យគេកោព្រៃឈើគឺជាប្រភពមួយដែលនាំចំណូលមកជាបរិវត្តដែរ នាងខ្ញុំព្រមទាំងអ្នកភូមិនៅក្នុងសហគមន៍របស់ខ្ញុំគឺមានការព្រួយបារម្ភណាស់អំពីក្រុមហ៊ុនដែលមកសម្បទានសេដ្ឋកិច្ចនៅដីសហគមន៍របស់ពួកខ្ញុំ Oxfam's role in that sense becomes like a catalyst or somebody that actually stimulates imagination, that encourage collective action on the part of communities. មុនពេលអង្គការ Oxfam មិនទាន់ចូលមកគឺពួកខ្ញុំអត់ហ៊ានទេអត់ហ៊ានលើកបញ្ហាការកាប់ព្រៃឈើនិងការសម្ទានសេដ្ឋកិច្ចនេះទៅឲ្យឃុំបានដឹងទេបាទពួកខ្ញុំហាក់ដូចជាភ័យហើយនឹងខ្លាចអត់ហ៊ានទេតាំងពីខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាលរបស់អង្គការ Oxfam កន្លងមកគឺធ្វើឲ្យខ្ញុំនេះហ៊ាននិយាយហ៊ានសួរទៅខាងក្រុមប្រឹក្សាឃុំខ្លះ The first priority for us is to make sure that there is a mental shift in terms of the importance of hygiene and sanitation, of how hygiene and sanitation relates to health as well as livelihoods of people. ក្នុងនាមខ្ញុំជាអ្នកស្ម័គ្រចិត្តនៅក្នុងភូមិរបស់អង្គការ Oxfam នេះខ្ញុំបានទៅរៀនវគ្គបណ្ដុះបណ្ដាល2ដងហើយត្រឡប់មកវិញខ្ញុំបានរើសជាក្រុមហើយប្រជុំបង្រៀនដល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីអនាម័យទឹកស្អាតហ្នឹង អង្គការ Oxfam បានផ្ដល់អាងត្រងទឹកភ្លៀងនិងបង្គន់មួយខ្នងដែលមាន2បន្ទប់ហើយនឹងធុងចម្រោះក្នុងមួយថ្នាក់បានមួយធុងមានទឹកស្អាតធ្វើឲ្យកូនសិស្សមានសុខភាពល្អហើយនឹងមានកម្លាំងមកមួនមកសម្រាប់មករៀនអញ្ចឹងកាលណាមានទឹកហូបគ្រប់គ្រាន់ទៅ គេចុះមកបង្រៀនខាងអនាម័យទឹកស្អាតហើយនឹងឧបត្ថម្ភគុណតាំងពីបានខ្ញុំទៅរៀនសូត្រដឹងពីរឿងអនាម័យនឹងមកឬថាលាងដៃលាងអីរៀបចំហូបចុកអីចឹងឲ្យស្អាតបាតទៅក្រុមគ្រួសារនឹងបានកាត់បន្ថយពីជំងឺឈឺស្កាត់ដូចជាជំងឺរាគរូសហើយនឹងជំងឺក្អួតអីចឹងពេលដែល ខ្ញុំមិនសូវចំណាយលុយទៅខាងពេទ្យចឹងយ៉ាងហោចណាស់ក៏ខ្ញុំបានលុយនឹងឲ្យជួយឲ្យកូនទៅរៀនដូចថាវាហូបចុកគ្រប់គ្រាន់នៅក្នុងជីវភាពហ្នឹង ខ្ញុំបានចុះទៅដល់សហគមន៍គាត់ផ្ទាល់ឃើញថាទាំងជីវភាពទាំងការហូបចុករបស់គាត់សពបែបយ៉ាងបានរួមជាមួយគ្នាបានដឹងថាគាត់មានការកែប្រែភាគច្រើន មើលឃើញប្រជាពលរដ្ឋក្នុងភូមិខ្ញុំគ្មានកើតជំងឺគឺខ្ញុំមានសេចក្តីត្រេកអររីករាយសប្បាយក្នុងចិត្តដែលខាងក្នុងភូមិរបស់ខ្ញុំមានសុខភាពល្អ ខ្ញុំសប្បាយចិត្តជាងមុនព្រោះអីប្រាក់ចំណូលខ្ញុំមានច្រើនជាងមុនហើយក្រុមគ្រួសារខ្ញុំក៏បានរីករាយជាងមុន ក
ដល់ពេលឥឡូវនេះគឺខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាម្ចាស់ការខ្លួនឯងហើយមានអារម្មណ៍ថាសប្បាយជាងមុនហើយមានអារម្មណ៍ថាខ្លួនឯងដូចខ្លាំងជាងមុន